មកសួស្តីបងថ្ងៃនេះវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបភ្ជាប់នាឡិកា Smartwatch នេះណាបងប្អូនណាហើយជាដំបូងយើងគ្រាន់តែចូលទៅ Setting យើងអូសរកពាក្យថាបើបងប្អូនណាក្រោមគេហើយឃើញពាក្យ App Download យើងចុចឲ្យ load សញ្ញា QR code ចឹងមកតបមកយើងទៅរកកាមេរ៉ាយើងហើយយើង scan វាបងប្អូនណាឥឡូវយើង scan វាបានយើង download វាមកបងប្អូនហើយកម្មវិធីវាឈ្មោះថា David ឈ្មោះ David យើង down វាមកបងប្អូនអាច search ពាក្យ David ក៏បានឬក៏ down តាម QR code ដូចខ្ញុំបង្ហាញក៏បានដែរពេល down នេះយើងបើកវាមកបងប្អូនណាតបមកយើងចុច allow ហើយយើង load agree and continue បន្ទាប់មកយើងជ្រើសរើសភេទយើងប្រុសយកប្រុសស្រីយកស្រីហើយបន្ទាប់មកយើងរើសខែឆ្នាំកំណើតរបស់យើងរៀបត្រឹមត្រូវបងប្អូនណាសួរយើងកំណត់អីបានអីផ្សេងទៀតបន្ទាប់មកយើងចុច allow continue តាមដែលវា load មកយើងចុច allow ទៀតហើយនឹងវាបញ្ចេញ model នាឡិកាយើងមិនទាន់ជ្រើសរើសក៏បានដែរនេះយើងចុចនៅកន្លែងហ្នឹងដើម្បីភ្ជាប់យើងបើក Bluetooth ទូរស័ព្ទយើងផងបងប្អូនបន្ទាប់មកយើងជ្រើសរើស model ខាងលើនេះ model ហ្នឹងណាហើយយើងចុច connect ហើយ pairing វាមកបន្ទាប់មកយើង allow បន្ទាប់ពី allow ហើយយើងចូលទៅឆែកមើលអាកន្លែងរូបការភ្ជាប់មិញហ្នឹងដើម្បីយើងមើលថាវាជាប់ហើយនៅអញ្ចឹងណាបងឥឡូវយើងមើលវាសញ្ញាយើងបានជាប់ជាមួយទូរស័ព្ទដៃហើយនាឡិកាជាប់មួយទូរស័ព្ទដៃហើយអានេះខ្ញុំបរៀនពីវិធីនៃការដាក់រូបភាពតាំងលើមុខអេក្រង់ក៏បានដែរនាឡិកាហ្នឹងលយយើងចុចកន្លែងហ្នឹងហើយបន្ទាប់មកយើង add កន្លែង photo ហ្នឹងមកយើង select រូបភាពណាដែលយើងចង់ដាក់លើតាំងអេក្រង់អញ្ចឹងខ្ញុំយករូបនេះមួយបងប្អូនណែបន្ទាប់ពីវាបាន loading ចប់សពគ្រប់វានឹងបង្ហាញនៅលើអេក្រង់នាឡិកាដៃរបស់យើងនេះបងប្អូនបាទបង្ហាញអញ្ចឹងយើងអាចតាំងរូបភាពយើងក៏បានតាំងរូបផ្សេងក៏បានដែរហើយយើងអាចយករូបផ្សេងជាច្រើនទៀតបងប្អូនមុខនាឡិកាផ្សេងទៀតជាច្រើនដែលវាឲ្យយើង free ទេយើងអាច upload ដាក់តាំងក៏បានដែរអញ្ចឹងមានរាប់រយមុខឯណោះបងប្អូនណាហើយសម្រាប់នាឡិកាហ្នឹងបងប្អូនអាចមើលទៅលើប្រភេទកីឡាប្រើប្រភេទកីឡាក៏បានប្រភេទសុខភាពយើងអាចវាស់សម្ពាធឈាមច្រវាក់បេះដូងអីផ្សេងតាមតម្រូវការបងប្អូនណានិយាយទៅនៅក្នុង app របស់វាមានច្រើនហើយជាពិសេសបងប្អូនអាចបំពេញឈ្មោះភេទអាយុអីគីឡូកម្ពស់ហ្នឹងពេញត្រឹមត្រូវបងប្អូនដើម្បីយើងបង្ហាញនៅលើអេក្រង់